ខណៈពេលនេះខ្ញុំបាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងលោកយាយលោកតាជាទីគោរពនិងជាទីរាប់អានខ្ញុំបាទសូមជូននៅអត្ថបទមួយដែលមានចំណងជើងថាពិធីអុំទូកក្នុងសហគមន៍អ្នកនេសាទដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមរីករាយទស្សនានិងស្ដាប់ដូចតទៅភាគច្រើននៃសហគមន៍ដែលរស់នៅក្បែរដងស្ទឹងឬទន្លេច្រើនតែឃើញមានទូកងរក្សាទុកក្នុងរោងមួយក្នុងទីធ្លាវត្តហើយដែលមានអ្នកស្រុកចំណុះជើងវត្តតែងធ្វើកិច្ចបើកភ្នែកនិងទម្លាក់ទឹកម្ដងក្នុងមួយឆ្នាំដើម្បីអុំប្រណាំងលេងសប្បាយក្នុងពេលបុណ្យចេញព្រះវស្សាក្នុងអត្ថបទនេះយើងខ្ញុំសូមបង្ហាញពីទំនៀមទម្លាប់អុំទូករបស់សហគមន៍នៅជុំវិញបឹងធំមួយក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំបឹងធំនេះឈ្មោះមហាព្រះពាយដែលហៅតាមឈ្មោះរបស់អ្នកតាសំខាន់នៅទីនោះគឺអ្នកតាអាញាមហាព្រះពាយឬអ្នកស្រុកខ្លះហៅថាអុកញ៉ាមហាព្រះពាយបើមើលលើទីតាំងភូមិសាស្ត្របឹងនេះជាបឹងធម្មជាតិមានផ្ទៃទឹកល្ហល្ហាចនាខែវស្សាហើយទឹកហូរចូលបឹងតាមស្ទឹងព្រៃប្រោះនៅភាគខាងជើងពិធីអុំទូកដែលនឹងរៀបរាប់នេះគេតែងកំណត់យកថ្ងៃ3រោចខែអស្សុជពលគឺក្រោយចេញព្រះវស្សាហើយ3ថ្ងៃយ៉ាងណាក៏ដោយយើងសង្កេតឃើញថាទោះជាក្រោយថ្ងៃចេញព្រះវស្សាបន្តិចក្តីប៉ុន្តែពិធីនេះនៅតែក្នុងក្របខ័ណ្ឌនៃបុណ្យចេញព្រះវស្សាដដែលពលគឺគេប្រណាំងលេងកម្សាន្តក្នុងឱកាសចេញព្រះវស្សានោះឯងទីប្រារព្ធពិធីត្រូវធ្វើនៅទីតាំងពីកន្លែងផ្សេងគ្នា1កិច្ចធ្វើនៅលើផ្ទះរូបស្នងនៅភូមិក្រសាំងរូបស្នងនៅទីនេះជាប្រុសចំណាស់ម្នាក់វ័យប្រមាណ60ឆ្នាំហើយគាត់ក៏ជាសមាជិកវងភ្លេងអារក្សក្នុងភូមិនេះផងក្នុងថ្ងៃពិធីគាត់ដើរតួជារូបស្នងឲ្យអ្នកតាដែលអ្នកស្រុកអាចនិយាយឆ្លងឆ្លើយសារស័ព្ទពីទុកកង្វល់នានានៅពេលព្រឹកអ្នកភូមិស្រីៗនាំគ្នាជួបជុំដាំស្លនៅផ្ទះរូបស្នងក្រៅពីអ្នកដាំស្លមានមួយក្រុមទៀតជាអ្នករៀបចំកាច់បៃសីធ្វើស្លាធម៌រៀបជោមនិងគ្រឿងរណ្ដាប់ផ្សេងទៀតដែលគេត្រូវយកទៅផ្លាស់ជំនួសរបស់ចាស់នៅលើហឹងមានស្រាសច្រើនដបដែលអ្នកស្រុកយកមកបន់ស្រន់ពេលឈឺថ្កាត់កន្លងមកហើយដែលគេត្រូវយកមកចែកចាយឲ្យអ្នកចូលរួមផឹកនៅព្រឹកនោះដដែលវេលាម៉ោងប្រមាណ9អ្នកភ្លេងអារក្សចាប់ផ្ដើមច្រូចស្រាលើជោមព្រះពិស្ណុកានៅក្នុងវង់មុននឹងលេងភ្លេងបញ្ជាន់រូបអ្នកតានៅលើផ្ទះរូបក្បែរហឹងគេប្រគំប្រមាណ3ទៅ4បទបំណងនោះគឺដើម្បីប្រាប់អ្នកតាឲ្យបានដឹងឮថានឹងមានពិធីអុំទូកឬហាត់ទូកក្នុងបឹងមហាព្រះពាយវាយឲ្យសប្បាយក្នុងពេលរសៀលបន្តិចទៀតកិច្ចនៅលើផ្ទះព្រឹកនេះក៏ចប់ត្រឹមនេះ2កិច្ចនៅខ្ទមអ្នកតាបឹងមហាព្រះពាយបឹងមហាព្រះពាយជាទីធ្វើពិធីអុំទូកហើយខ្ទមអ្នកតានៅចំកណ្ដាលបឹងតែម្ដងគេចេញទូកទៅខ្ទមអ្នកតាកំឡុងម៉ោង12ថ្ងៃត្រង់អ្នកតានៅក្នុងខ្ទមកាលពីដើមឡើយមានតែដុំថ្មជាតំណាងលុះក្រោយមកទើបមានគេទិញរូបស៊ីម៉ង់ពីផ្សារមកដាក់តម្កល់ឯដុំថ្មអ្នកតាពីដើមនោះក៏នៅរក្សាទុកជាមួយគ្នាដដែលនៅក្នុងខ្ទមអ្នកតាកណ្ដាលបឹងនេះអ្នកភ្លេងចាប់ផ្ដើមប្រគំភ្លេងអារក្សដើម្បីបញ្ជាន់រូបស្នងមួយសារទៀតក្នុងពេលនោះឃើញមានអ្នកខ្លះឆ្លៀតចូលទៅឲ្យរូបស្ដោះផ្លុំក្បាលជើងដៃពោះឲ្យជាពីជំងឺនានាចំណែកអ្នកស្រុកមកពីភូមិនានាជុំវិញបឹងនិងចំណុះអ្នកតានាំគ្នាបរទូកមកជុំគ្នាកុះកនៅជុំវិញខ្ទមមានទាំងលក់ចំណីអាហារស្រានិងគ្រឿងក្លែមផ្សេងផងនៅមុខខ្ទមអ្នកតាអ្នកស្រុកប្រណាំងទូកស្នោដើម្បីជាកិច្ចថ្វាយអ្នកតាផងនិងជាការកំសាន្តសប្បាយផងត្បិតគេពុំសូវខ្វល់ខ្វាយពីរឿងឈ្នះចាញ់អ្វីឡើយអ្នកស្រុកប្រាប់ថាកាលពីមិនទាន់មានទូកស្មាច់ម៉ាស៊ីនគេយកទូកឈើដែលអ្នកស្រុកអុំរកត្រីនិងទូកងោតាមវត្តចំណុះជុំវិញបឹងមកអុំប្រណាំងលេងសប្បាយហើយហៅកិច្ចនេះថាអុំមហាលូន
គេយល់ថាពិធីប្រណាំងទូកថ្វាយអ្នកតានេះនឹងធ្វើឲ្យអ្នកតាអញ្ញាមហាព្រះពាយសប្បាយរីករាយហើយឲ្យជួយបង្ការនិងបញ្ជាខ្យល់ព្យុះទាំងឡាយមិនឲ្យកើតមានដល់ទូកនេសាទនិងផ្ទះសម្បែងអ្នកស្រុកអ្នកតាមហាព្រះពាយជាប់ខ្លាំងទៅនឹងរឿងភពផលនេសាទនិងរឿងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កដោយខ្យល់ព្យុះជាដើមចំពោះអ្នកនេសាទក្នុងបឹងនោះខណៈពេលនេះអត្ថបទពិធីអុំទូកក្នុងសហគមន៍អ្នកនេសាទក៏ត្រូវបានបញ្ចប់ទៅត្រឹមនេះនិងសូមអរគុណចំពោះការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ពី Channel ខ្មែរ Knowledge សូមអរគុណនិងសូមគោរពលា